ជំរាបសួរនាងខ្ញុំឈ្មោះសេងសុភីបជាគ្រូបង្រៀននៅសាលាបឋមសិក្សារោងចក្រថ្ងៃនេះនាងខ្ញុំពណ៌នាអំពីអរិយាប័ត្រសិស្សនៅសាលាបឋមសិក្សារោងចក្រដែលផ្ដោតទៅលើវិន័យនិងសីលធម៌នៅសាលាបឋមសិក្សារោងចក្រសិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យមានអរិយាប័ត្រល្អនិងគោរពវិន័យនិងសីលធម៌សង្គមអរិយាប័ត្រទាំងនេះមានសារៈសំខាន់មិនត្រឹមតែសម្រាប់ការអប់រំប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតពេញលេញថែមទៀតផងវិន័យសិស្សការមករៀនទៀងទាត់និងទាន់ពេលវេលាសិស្សគួរមកដល់សាលាមុនម៉ោងចូលរៀននិងត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់ថ្នាក់រៀនការស្លៀកពាក់ឯកសណ្ឋានសិស្សត្រូវស្លៀកពាក់ឯកសណ្ឋានសាលាឲ្យបានត្រឹមត្រូវស្អាតនិងមានរបៀបរៀបរយការគោរពគ្រូនិងមិត្តរួមថ្នាក់សិស្សត្រូវបង្ហាញការគោរពចំពោះគ្រូនិងមិត្តរួមថ្នាក់តាមរយៈការស្ដាប់ដោយការយកចិត្តទុកដាក់និងការនិយាយដោយប្រើពាក្យសម្ដីសមរម្យការថែរក្សាបរិស្ថានសាលាសិស្សត្រូវជួយថែរក្សាបរិស្ថានសាលាឲ្យបានស្អាតនិងមានរបៀបរៀបរយការចូលរួមក្នុងសកម្មភាពថ្នាក់រៀនសិស្សគួរចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរៀនសូត្រនានានៅក្នុងថ្នាក់រៀនសីលធម៌សិស្សភាពស្មោះត្រង់សិស្សគួរអនុវត្តភាពស្មោះត្រង់គ្រប់សកម្មភាពរបស់ខ្លួនមិនលួចចម្លងនិងមិនបោកប្រាស់របស់នានានៅក្នុងថ្នាក់រៀនការទទួលខុសត្រូវសិស្សគួរទទួលខុសត្រូវចំពោះសកម្មភាពផ្ទាល់ខ្លួននិងរៀនទទួលស្គាល់កំហុសខ្លួនឯងការជួយគ្នាទៅវិញទៅមកសិស្សគួរជួយគ្នាទៅវិញទៅមកនិងចែករំលែកចំណេះដឹងជាមួយនឹងមិត្តរួមថ្នាក់ការគោរពសិទ្ធិអ្នកដទៃសិស្សគួរគោរពសិទ្ធិនិងទ្រព្យសម្បត្តិរបស់អ្នកដទៃការអត់ធ្មត់និងការយោគយល់សិស្សគួរអភិវឌ្ឍការអត់ធ្មត់និងការយោគយល់ចំពោះភាពខុសគ្នានៃបុគ្គលម្នាក់ៗការអប់រំសិស្សឲ្យមានអរិយាប័ត្រល្អតាមរយៈវិន័យសីលធម៌នឹងជួយពួកគាត់ឲ្យក្លាយទៅជាពលរដ្ឋល្អនិងមានការទទួលខុសត្រូវនៅក្នុងសង្គមវាមិនត្រឹមតែចាំបាច់សម្រាប់អំឡុងពេលសិក្សាប៉ុណ្ណោះទេតែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅតាមបែបលទ្ធិប្រជាធិបតេយ្យនិងការគោរពគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិយើងទាំងមូលសូមអរគុណសូមជម្រាបលា